ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយកមកម្ហូបដែលយកមកធ្វើទៀតហើយក៏ប៉ុន្តែម្ហូបដែលនៅគឺអត់ងាយបានធ្វើទេណាបងប្អូនតតែឆ្លៀតពេលណាទៅបានដាំស្លហូបរាល់ថ្ងៃគឺស្ងោរទៅយងចេកជាមួយនឹងសាច់មាន់យើងឯងគ្រាន់ថាសម្លមួយមុខនេះគឺថាខ្ញុំធ្វើខុសប្លែកពីបងប្អូនបន្តិចចឹងណាបងប្អូនគ្រាន់តែខ្ញុំប្រើខ្ទិះដូងចំពោះស្លមួយមុខនេះភាគច្រើនគេអត់សូវប្រើខ្ទិះដូងទេណាហើយបើសិនជាសម្លមួយមុខនេះបើសម្រាប់អ្នកកូនខ្ចីវិញណាបងប្អូនគឺថាញ៉ាំហើយគឺសម្បូរទឹកដោះខ្លាំងមែនតើអញ្ចឹងជាដំបូងគឺខ្ញុំដាក់ខ្ទិះដូងជាមួយនឹងទឹកស្អាតយើងហ្នឹងដាក់លាយបញ្ចូលគ្នាឆ្លៀតថែមអំបិលមួយចិបផងដើម្បីឲ្យទឹកខ្ទិះដូងយើងឆាប់ពុះអញ្ចឹងណាឥឡូវខ្ទិះដូងក៏ឆាប់ពុះហើយដែរអញ្ចឹងហើយគឺយើងតម្លាក់សាច់មាន់ទៅហើយចំពោះសាច់មាន់នេះគឺមានចំនួនតែ 5000 អញ្ចឹងហើយទៅល្មមមិនត្រឹមតែល្មមចំពោះគ្រួសារខ្ញុំខ្លួនឯងទេឆ្លីដល់អ្នកជិតខាងទេណាបងប្អូនគឺថាដល់ពេលដែលដាំស្លហើយទៅដឹងថាសម្លនៅវារៀងច្រើនដែរអញ្ចឹងណាក៏ចែកអ្នកជិតខាងខ្លះទៅបងប្អូនហើយពេលបានបន់អញ្ចឹងណាហើយឥឡូវមកមើលស្លយើងវិញបន្ទាប់ពីបានទឹកនឹងពុះហើយនៅពេលដែលយើងឃើញពពុះគឺយើងស្រង់វាចេញមកយើងកំទុកចឹងណាព្រោះជាពពុះឆ្អាបអញ្ចឹងណាបងប្អូនហើយបន្ទាប់ពីបានទឹកពុះប៉ុណ្ណឹងហើយគឺតម្លាក់គល់ស្លឹកគ្រៃហើយនឹងម្ទេសយើងចូលទៅបងប្អូនហើយជាមួយនឹងដុំស៊ុបយ៉ាងហ្នឹងឯងបន្តមកទៀតហ្នឹងគឺយើងបងបន្លែយើងចូលទៅបន្លែហ្នឹងគឺមានតែតយងចេកតែមួយមុខទេបងប្អូនគឺថាសម្លមួយមុខនេះគឺថាខ្ញុំចូលចិត្តខ្លាំងមែនតើបងប្អូនធ្វើត្បិតតែមិនសូវជាបានដាំស្រស់ក៏តែទៅពេលដាំស្លម្ដងគឺថាខ្ញុំចូលចិត្តខ្លាំងមែនតើដូចជាសម្លកកអីនោះគឺថាចូលចិត្តណាស់បងប្អូនហើយសុទ្ធសឹងតែជាសម្លធ្វើឲ្យអ្នកកូនខ្ចីដូចខ្ញុំសម្បូរដល់ទឹកដោះក៏ប៉ុន្តែបងប្អូនញ៉ាំប៉ុណ្ណាក៏វាខ្សោះទឹកដោះដែរព្រោះថាខ្សោះទឹកដោះតាំងពីកន្លះខែដំបូងមកម្លេះអញ្ចឹងសម្រាប់បងស្ត្រីដែលគាត់កំពុងតែបំបើដោះកូនណាបំបើដល់ទឹកដោះខ្លួនឯងចឹងហើយធ្វើសម្លបែបនេះញ៉ាំទៅគឺថាសម្បូរទឹកដោះណាបងប្អូននៅធានាតែម្ដងចឹងនៅពេលដែលខ្ញុំបងគ្រឿងហើយគ្រឿងយើងគឺអត់មានអីច្រើនទេគឺមានតែស្ករអំបិលប៊ីចេងនឹងឯងបងប្អូនគាត់ថាអ្នកខ្លះទៅគឺគាត់សម្លបែបនេះគឺគាត់ដាក់ប្រហុកតែដោយសារខ្ញុំកូនខ្ចីគឺខ្ញុំអត់បានប្រើប្រហុកទេហើយនៅពេលដែលសម្លយើងឆ្អិនរួចរាល់ហើយគឺយើងចាក់ជីឆ្អីចូលទៅគឺឈ្ងុយខ្លាំងមែនទែនឥឡូវសម្លយើងក៏រួចរាល់ហើយដែរនិយាយចំទៅគឺខ្ញុំរៀបរាប់កាត់ឲ្យបងប្អូនដែលសារតែបញ្ចូលសម្លេងនេះគឺមកដណ្ដប់យប់ហើយព្រោះថាឃើញកូនគេញ៉ចឹងហើយទៅក៏ឆ្លៀតពេលមកvoice សម្លេងនឹងតាមដល់ទៅព្រោះថាពេលថ្ងៃមកគឺរវល់ខ្លាំងណាស់បងប្អូនអត់មានពេលទេឥឡូវដល់វគ្គដែលយើងត្រូវដួសភ្លុកហើយបើសិនជាបងប្អូនអត់នឹកឃើញថាត្រូវធ្វើម្ហូបអីទេស្លបែបខ្ញុំនឹងទៅបងប្អូនគឺថាងាយស្រួលខ្លាំងណាស់ហើយបើសិនជាបងប្អូនចង់ប្រើខ្ទិះដូងឬមិនប្រើនៅតាមការចូលចិត្តរបស់បងប្អូនទេណាបងប្អូនអានេះគ្រាន់តែជាការចែកម្លែករបស់ខ្ញុំទេអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងទេអរគុណជំរាបលា